អីតាអានេះគឺជាពិសោធន៍សំពេអាស្រ័យនឹងជំរុញអញ្ចឹងយើងឃើញថាអាលើនេះវាអាស្រ័យឆ្លើយតែវារយៈជាងគេអញ្ចឹងសំពេវាសោជាងគេដល់ពេលទី2នេះវាជ្រៅជាងអានេះធ្វើឲ្យសំពេរបស់វាកាន់តែខ្លាំងជាងបើពេលជ្រៅជាងគេសំពេកាន់តែធំខាងទឹកទៀតបាទជ្រៅជាងគេសម្ពាធកាន់តែធំបាទតាអរគុណតាឃើញហ៎ឃើញអ្នកទាំងអស់គ្នាអ្នកសមាជិកក្រុមឃើញហ៎អាចជ្រៅជាងគេកាន់តែខ្លាំងអូខេអញ្ចឹងចប់គោលការណ៍ hydrostatic មួយគឺអាណាជ្រៅជាងអានោះបាញ់ខ្លាំងសម្ពាធធំចុះឥឡូវបន្តចូលមួយទៀតគោលការណ៍ Pascal ដោយសារវាពិសោធន៍ជាមួយគ្នាប្រើជួយដៃបិទរុនតារួចហើយបញ្ជូនសម្ពាធត្រូវធ្វើម៉េចផ្លុំមែនណាចាំមើលផ្លុំសមាជិកមើលតើរបាញ់ទឹកស្មើគ្នាអត់ពេលផ្លុំទៅស្មើអញ្ចឹងតើកាលណាបញ្ជូនសម្ពាធស្មើគ្នាគ្រប់ទីកន្លែងបាទអបអរសាទរក្រុម